បន្លែធម្មជាតិមកពីកសិករគុណភាពជូនបងទេហ៊ានគុណភាពកាពីទឹកដីសវណ្ណភូមិពូម្ដាងបានទៅជួបបងទេហ៊ាននៅព្រំដែនតែចាំខ្ញុំប្រាប់តាំងពីដំបូងថ្ងៃនេះពូម្ដាងនិងអាមៀនបានចូលរួមជាមួយក្រុមគ្រួសាររីករាយនិងមូលនិធិស្នាមញញឹមនិងក្តីសង្ឃឹមដែលបានចូលរួមគ្នាឧបត្ថម្ភជាស្ពានថ្នាំសង្កូវនិងសម្ភារៈប្រើប្រាស់មួយចំនួននិងនាំគ្នាក្រោកតាំងពីព្រលឹមលើកអេវ៉ាន់ដាគូតឡានម្នាក់ម្ដាយមួយជើងមកដល់កំពូលលេខ502មកដល់ភ្លាមត្រជាត្រជុំណាស់មេឃភ្លៀងផ្លែកហើយបងប៉ុនទេហ៊ានទាំងអស់មកជួយរើអេវ៉ាន់ចោលពីលើឡានពូគាត់សប្បាយចិត្តណាស់មានអេវ៉ាន់ដូចជាបន្លែស្លោអំបិលស្ករពងមាន់អង្ករទឹកត្រីម៉ងអង្រឹងភ្លើងសាឡានិងថ្នាំសង្កូវបងទេហ៊ានមកទទួលនិងរៀបចំបែងចែកតាមមូលដ្ឋានខ្ញុំពិតជាសប្បាយចិត្តមែនទែននិងសូមអរគុណដល់សប្បុរសជនទាំងអស់ដែលបានឧបត្ថម្ភតែក្តីច្រើនក្តីសូមជូនពរឲ្យមានសុខភាពល្អនិងរស់ស៊ីទទួលទានមានបាននិងសូមជូនពរបងទេហ៊ានទាំងអស់ឲ្យមានសុខភាពល្អកម្លាំងមាំមួនកាពីទឹកដីសវណ្ណភូមិសូមសរសើរទឹកចិត្តបងប្អូនខ្មែរទាំងអស់ដែលសហការគ្នាបានល្អខ្មែរស្រឡាញ់ខ្មែររួបរวมគ្នាខ្មែរកាន់តែខ្លាំងពូបារាំងសូមដើរជីវិតមួយនេះរួមកាពីទឹកដីសវណ្ណភូមិផងដែរហើយសូមអរគុណដល់ក្រុមការងារដែលចំណាយកម្លាំងនិងពេលវេលាចូលរួមផងដែរហើយសូមអរគុណដល់កសិករខ្មែរយើងដែលដាំបន្លែធម្មជាតិល្អដូចជាផ្កាស្ពៃធម្មជាតិដែលពូបារាំងនិងអាមៀនបានទៅទិញផ្ទាល់សំខាន់យើងជួយគាំទ្រផលិតផលក្នុងស្រុកនិងកសិករខ្មែរយើងហើយបន្លែធម្មជាតិទាំងអស់នោះក៏បានជួយទៅដល់បងទេហ៊ានឲ្យញ៉ាំទៅមានសុខភាពល្អហើយមានសារសំឡេងពីលោកពូកសិករខ្មែរជូនដល់បងប្អូនទាំងអស់គ្នាស្ដាប់ចឹងស្ដាប់ទាំងអស់គ្នាជំរាបសួរអរគុណច្រើនថ្ងៃនេះបានមកជួបពូបារាំងមានគុណភាពសប្បាយចិត្តហើយក៏បានមកជួយទិញលទ្ធផលខ្មែរគឺស្ពៃផ្កាហើយថ្ងៃនេះខ្ញុំមានតពាំងហើយនឹងស្ពៃផ្កាជូនដល់ពូបារាំងយកទៅស្លអរគុណច្រើនហើយក៏អរគុណដល់ប្រជាពលរដ្ឋទាំងអស់ទូទាំងប្រទេសជាតិនៃកម្ពុជាក៏ដូចជាក្នុងប្រទេសនិងក្រៅប្រទេសជួយក្រុមគ្រួនៅបន្លែផ្លែឈើរបស់ធម្មជាតិខ្មែរយើងដែលប្រជាពលរដ្ឋដែលខំដាំធ្វើមិនឲ្យមានទីផ្សារសមរម្យសម្រាប់ឲ្យបានប្រជាពលរដ្ឋយើងនឹងមានទឹកចិត្តធ្វើបន្តទៅទៀតអរគុណច្រើនបាទអរគុណច្រើនមែនទែនបាទអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះជួបគ្នានៅក្នុងវីដេអូក្រោយ Bye bye love you